តើអ្នកដឹងទេថា French fries ដែលយើងញ៉ាំស្ទើររាល់ថ្ងៃប្រហែលជាមិនមែនមកពីបារាំងទេមនុស្សជាច្រើនគិតថា French fries មានដើមកំណើតនៅប្រទេសបារាំងព្រោះឈ្មោះរបស់វាមានពាក្យថា French ប៉ុន្តែប្រវត្តិសាស្ត្រជាច្រើនបង្ហាញថាដំឡូងបំពងអាចមានដើមកំណើតនៅប្រទេសបែលហ្សិកកាលពីជាង300ឆ្នាំមុនប្រជាជននៅតាមដងទន្លេក្នុងប្រទេសបែលហ្សិកចូលចិត្តចៀនត្រីតូចៗសម្រាប់ធ្វើជាអាហារនៅរដូវរងាទន្លេកោះហើយពួកគេមិនអាចចាប់ត្រីបានទេដូច្នេះពួកគេបានកាត់ដំឡូងជាបន្ទះវែងៗមានរាងដូចត្រីហើយយកទៅបំពងជំនួសម្ហូបនេះបានក្លាយជាអាហារពេញនិយមយ៉ាងឆាប់រហ័សចុះហេតុអ្វីបានជាគេហៅថា French fries មានការបញ្យល់មួយថាទាហានអាមេរិកដែលបានទៅតំបន់នោះក្នុងសម័យសង្គ្រាមបានឃើញដំឡូងបំពងនេះហើយដោយសារមនុស្សនៅទីនោះនិយាយភាសាបារាំងពួកគេក៏ហៅវាថា French fries ទោះយ៉ាងណាក៏ដោយប្រភពពិតប្រាកដនៅតែមានការជូរជែកគ្នារហូតដល់សព្វថ្ងៃអ្វីដែលយើងដឹងច្បាស់នោះគឺ French fries បានក្លាយជាអាហារដ៏ពេញនិយមបំផុតមួយនៅលើពិភពលោកពីហាង fast food តូចៗរហូតដល់ភេសជ្ជៈខាងធំៗដំឡូងបំពងត្រូវបានបង្រៀបជារៀបរយលាងកញ្ចក់ជារៀងរាល់ថ្ងៃហើយម្ហូបដ៏សាមញ្ញមួយនេះបានចាប់ផ្ដើមពីគំនិតដ៏ឆ្លាតវៃរបស់មនុស្ស